ទប់លែងជាប់ហើយក្រោយស្នងការខាត់កោះកងថាសារឯកឧត្តមខៀវកញ្ញរិទ្ធបង្ហោះជារឿងមិនពិតពេលនេះលោកសយសុភាពទម្លាយបែបនេះថាដូចបងប្អូនទាំងអស់គ្នាបានជ្រាបហើយកាលពីកន្លងទៅថ្មីនេះគឺពាក់ព័ន្ធនឹងការផ្ទុះកក្រើកពេញបណ្ដាញសង្គម Facebook ករណីដែលមានប៉ូលីសទារលុយចិន$15ទោះជាបីជាមានឯកសារឬក៏មិនមានឯកសារក៏ដោយក្នុងនោះឯកឧត្តមខៀវកញ្ញរិទ្ធបានធ្វើការបង្ហោះសារនៅលើបណ្ដាញសង្គម Facebook របស់លោកដែលលោកបានលើកដោយសង្កត់ធ្ងន់ថាប៉ុស្តិ៍ត្រួតពិនិត្យស្រែអំបិលបានទារប្រាក់ពីជនជាតិចិនដែលគ្មានលិខិតឆ្លងដែនចំនួន$15ទើបឲ្យធ្វើដំណើរចូលទៅខេត្តកោះកុងអញ្ចឹងពាក់ព័ន្ធនឹងការបង្ហោះសាររបស់ឯកឧត្តមខៀវកញ្ញរិទ្ធនេះបានធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គម Facebook ផ្ទុះការវែកញែកជាខ្លាំងហើយធ្វើការ share រំលែកប្រងព្រឹត្តនៅលើបណ្ដាញសង្គមដោយមហាជនខ្លះក៏បានរិះគន់ខ្លាំងទៅខាងនគរបាលឯខេត្តកោះកុងហើយទន្ទឹមនឹងគ្នានោះក៏ខាងស្នងការដ្ឋាននគរបាលខេត្តកោះកុងនោះក៏បានចេញសេចក្តីបំភ្លឺដែរថាករណីដែលឯកឧត្តមខៀវកញ្ញរិទ្ធបង្ហោះនេះគឺជាករណីមិនពិតនោះទេសមត្ថកិច្ចបានបញ្ជាក់ទៀតថាគោលដៅគឺបានសួរនាំរកលិខិតឆ្លងដែនច្បាប់ដើមប៉ុន្តែជនជាតិចិនរូបនេះគឺពុំមានលិខិតឆ្លងដែនច្បាប់ដើមនោះទេទើបកម្លាំងគោលដៅត្រួតពិនិត្យពុំអនុញ្ញាតឲ្យគាត់ចូលទៅក្នុងខេត្តកោះកុងហើយឲ្យគាត់ត្រឡប់ទៅក្រោយវិញដោយពុំមានការទទួលប្រាក់ពីគាត់អ្វីនោះឡើយពាក់ព័ន្ធនឹងករណីខាងលើនេះក្រោយពីស្នងការខេត្តកោះកុងបានធ្វើការបដិសេធថាព័ត៌មានដែលបង្ហោះខាងលើនោះគឺជាព័ត៌មានមិនពិតស្រាប់តែលោកសយសុភាពបានទម្លាយច្បាស់បែបនេះថារៀមច្បងគឺជាមេកាសែតធំស្រុកខ្មែរអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងធ្លាប់ជាមេកាសែតកម្ពុជាសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានិយាយជារួមថ្នាក់ដឹកនាំប្រទេសបច្ចុប្បន្នជាសមាជិកសភាលោកសយសុភាពបានបន្តទៀតថាស្នងការខេត្តកោះកុងពិនិត្យឡើងវិញមេកាសែតដូចជារៀមច្បងមិនមែនចេះតែ share ទេសូមមើលមុខមើលក្រោយផងឲ្យចេះស្គាល់ដំបូកស្គាល់ទំនាបផងនេះបើយោងតាមគណនី Facebook របស់លោកសយសុភាពបានធ្វើការបង្ហោះសារនៅថ្ងៃទី2កុម្ភៈឆ្នាំ2026ម្សិលមិញនេះហើយនៅក្នុងនោះលោកសយសុភាពបានបន្តទៀតថាស្នងការខេត្តកោះកុងពិនិត្យមើលឡើងវិញមេកាសែតដូចជារៀមច្បងមិនមែនចេះតែ share ទេក្នុងនោះដែរលោកសយសុភាពបានលើកឡើងពីលោកវងសុខេងដែលគឺជាអតីតអ្នកកាសែតភ្នំពេញប៉ុស្តិ៍ដូច្នេះគាត់មានវិជ្ជាជីវៈត្រឹមត្រូវការលើកឡើងនេះប្រហែលជាលោកសយសុភាពចង់បញ្ជាក់ថាសំណេរដែលបង្ហោះនៅក្នុងpageរបស់ឯកឧត្តមខៀវកញ្ញរិទ្ធដោយយោងទៅលើឈ្មោះលោកវងសុខេង